ថ្ងៃនេះយើងនឹងបដូររូបផែនទីមួយសន្លឹកនេះឲ្យទៅជារូបរាងមូលដូចផែនដីហើយមានចលនាវិលបែបនេះដោយប្រើប្រាស់កម្មវិធី After Effects ជាងជាដំបូងនៅក្នុងកម្មវិធី After Effects គឺយើងត្រូវបង្កើត composition ថ្មីមួយមកបន្ទាប់មកគឺយើងចាប់រូបផែនទីសន្លឹករបស់យើងហ្នឹងចូលមកក្នុង composition ហើយ resize ទំហំរបស់វាហ្នឹងឲ្យត្រូវទៅតាម composition របស់យើងហើយយើងចូលមកកាន់ effect និង preset រួចវាពាក្យថា CC Sphere រួចហើយចាប់ effect CC Sphere ហ្នឹងមកដាក់នៅលើរូបផែនទីរបស់យើងមកអញ្ចឹងបើយើងចង់សេរីទំហំធំឬតូចគឺយើងត្រូវទាញនៅក្នុង radius ហើយយើងអាចទាញយកទំហំត្រឹមដែលយើងចង់បានហើយនៅត្រង់ចំណុច rotation នេះបើយើងចង់ឲ្យវា rotate លើក្រោមយើងត្រូវសេរី x ហើយបើសិនជាចង់សេរីឆ្វេងស្ដាំគឺយើងត្រូវសេរី y ហើយបើយើងចង់សេរីទាំងពីរនេះគឺយើងត្រូវសេរីនៅលើ z បន្ទាប់មកគឺយើងចូលមកផ្នែកពន្លឺយើងវិញយើងអាចកំណត់កម្រិតពន្លឺភ្លឺខ្លាំងឬក៏តិចបាននៅត្រង់ចំណុច light intensity នេះហើយយើងអាចកំណត់ពណ៌ពន្លឺបាននៅត្រង់ light color ហើយនៅចំណុច light height នេះគឺយើងសេរីកម្ពស់ពន្លឺចុងក្រោយគឺ light direction គឺយើងអាចកំណត់ចង់ឲ្យពន្លឺចេញមកពីជ្រុងខាងណាបានសម្រាប់ខ្ញុំមិនបានកែកន័យច្រើនទេពីព្រោះ effect នេះវាចេញមកដូចអ្វីដែលយើងចង់បានស្រាប់ទៅហើយអញ្ចឹងខ្ញុំគ្រាន់តែកំណត់ទិសនៃពន្លឺផែនទីនេះឲ្យមកខាងស្ដាំនិងកំណត់ keyframe ឲ្យវាមានចលនាពីទិសខាងកើតទៅខាងលិចដូចជាដំណើរវិលជុំនៃផែនដីរបស់យើងដែរអញ្ចឹងយើងចូលមកកាន់ rotation នៅត្រង់ចំណុច rotation y នេះខ្ញុំបានដាក់ keyframe មួយហើយទាញ playhead របស់យើងមកចុងវីដេអូហើយបង្វិលវាមួយជុំឬពីរជុំទៅហើយចុងក្រោយយើងនឹងទទួលបានវីដេអូបែបនេះបើសិនបើអ្នកទាំងអស់គ្នាចង់សិក្សាអំពី motion graphics បន្ថែមលោកអ្នកអាចមកចុះឈ្មោះរៀននៅ SC Academy ហើយយើងក៏មានបញ្ចុះតម្លៃរហូតដល់ 50% ផងដែរ